ក្រសួងការបរទេសបង្ហាញដល់អង្គទូតអំពីការវិវត្តថ្មីជុំវិញបញ្ហាព្រំដែនកម្ពុជាថៃនឹងបានអំពាវនាវឲ្យមានការស៊ើបអង្កេតអព្យាក្រឹតទៅលើការបាញ់ជនស៊ីវិលកម្ពុជាយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថានៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះរដ្ឋលេខាធិការប្រចាំការលោកស្រីអៀតសោភាធ្វើបទបង្ហាញជូនអន្តទូតបរទេសអំពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងអំពាវនាវឲ្យមានការស៊ើបអង្កេតអព្យាក្រឹតលើការបាញ់ប្រហារជនស៊ីវិលកម្ពុជាស្លាប់1នាក់និងរងរបួស3នាក់ដែលស្ថិតនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ក្រសួងបានប្រកាសថានៅរុស្ស៊ីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025លោកស្រីអៀតសោភារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើបទបង្ហាញជូនសមាជិកអន្តទូតនិងអង្គការអន្តរជាតិអំពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃជាពិសេសឧបតហេតុផ្ទុះមិញកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025និងការបាញ់ប្រហារដោយកងកម្លាំងថៃលើប្រជាជនស៊ីវិលកម្ពុជាដែលស្ថិតនៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025រដ្ឋលេខាធិការប្រចាំការបានប្រាប់អ្នកចូលរួមស្ដាប់បទបង្ហាញថាកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះការបាញ់ប្រហារដោយឥតរឿងហេតុពីសំណាក់កងកម្លាំងថៃដែលបណ្ដាលឲ្យស្លាប់ជនស៊ីវិលខ្មែរម្នាក់និងរងរបួស3នាក់ផ្សេងទៀតនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ខេត្តបន្ទាយមានជ័យនៅរុស្ស៊ីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025លោកស្រីបានបញ្ជាក់ដែរថាការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងជនស៊ីវិលដែលរំលោភលើអធិបតេយ្យរបស់កម្ពុជាច្បាប់មនុស្សធម៌អន្តរជាតិនិងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានក៏បានជាឥទ្ធិពលអវិជ្ជមានផងដែរដល់ការងារកំណត់ព្រំដែនដែលកំពុងដំណើរការតាមការព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃកាលពីថ្ងៃទី21ដល់22ខែតុលាឆ្នាំ2025រដ្ឋលេខាធិការប្រចាំការបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការបាញ់ប្រហារដ៏សោកនាដកម្មនេះដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានហៅកាត់ថា AOT ព្រមទាំងបានស្វាគមន៍ចំពោះការគាំទ្រនិងការចូលរួមពីគ្រប់ដៃគូទាំងអស់ទាក់ទិននឹងឧបតហេតុផ្ទុះមិញដែលបានធ្វើឲ្យទាហានថៃមួយចំនួនរងរបួសកាលពីថ្ងៃទី10ខែវិច្ឆិកាលោកស្រីអៀតសោភាបានបញ្ជាក់ថាខណៈឧបតហេតុនេះគួរមានការស៊ើបអង្កេតឯករាជ្យនោះពុំគួរអនុញ្ញាតឲ្យរឿងនេះធ្វើឲ្យខូចដល់ដំណើរការសន្តិភាពនោះទេលោកស្រីបានសម្ដែងការសោកស្ដាយដែលមានទាហានថៃរងរបួសនិងគួរបញ្ជាក់ផងដែរថាឧបតហេតុនេះបានកើតឡើងនៅជិតប្រាសាទព្រះវិហារដែលជាតំបន់គេស្គាល់យ៉ាងច្បាស់ថាពោពេញទៅដោយមីនដែលបន្សល់ពីសង្គ្រាមស៊ីវិលកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ1980និងបានបដិសេធដាច់អហង្ការនៅរាល់ការចោទប្រកាន់ថាកងកម្លាំងកម្ពុជាបានដាក់មីនថ្មីលោកស្រីរដ្ឋលេខាធិការប្រចាំការអៀតសភាបានបញ្ចប់ការធ្វើបទបង្ហាញជាមួយនឹងការបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការអនុវត្តយ៉ាងពេញលេញនៅកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីការដោះស្រាយចំនួនដោយសន្តិវិធីដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយនាយករដ្ឋមន្ត្រីកម្ពុជាថៃសូមបញ្ជាក់ថាការធ្វើបទបង្ហាញនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់និងរដ្ឋលេខាធិកាដ្ឋានកិច្ចការព្រំដែនដែលបានចូលរួមចំណែកក្នុងការបំភ្លឺពីអង្គហេតុជាក់លាក់មួយចំនួនពាក់ព័ន្ធនឹងឧបទ្ទវហេតុទាំងពីរនាងខ្ញុំមេងធីតាពីកម្មវិធី MAJ TV News